ទាំងអស់គ្នាកុំតណាអូសរំលងវីដេអូនេះទៅណាឲ្យសោះហើយកុំភ្លេចជួយ share ឲ្យខ្ញុំកាន់តែច្រើនផងដើម្បីឲ្យអ្នកដែលកំពុងតែទិញទំនិញសៀមនិងបន្តគ្រប់គ្រងទំនិញសៀមឲ្យបានភ្លឺភ្នែកឲ្យច្បាស់ទៅតែម្ដងព្រោះ page មួយនេះវាតែងតែផុសឌឺដងលក់លុយមើងងាយខ្មែររបស់យើងខ្លាំងមែនទែនដែលវាបានសរសេរថាចេះគ្រាន់តែបដូរភាសាហើយដាក់ថា product in Cambodian ប៉ុណ្ណឹងក៏អាចញ៉ាំរបស់ថៃបានយ៉ាងងាយស្រួលចិត្តចង់ប្រើ product ouster ដាច់ខ្យល់តែធ្វើមិនបានហើយវាដាក់លេខ5 3ដងអីចឹងទៅរបៀបចឹងណាអ្នកទាំងអស់គ្នារបៀបវាមើងងាយយើងវាថាយើងហ្នឹងរងថ្ងៃអត់ប្រើទំនិញសៀមហ្នឹងដោយសារតែមានអក្សរថៃនៅហ្នឹងអីចឹងទៅតែរងថ្ងៃរបៀបថារបៀបវានិយាយមកឲ្យខ្លីរបៀបចេះរបៀបយើងធ្វើយើងសំដែងអញ្ចឹងទៅដូចពួកវាអញ្ចឹងណាយើងសំដែងអញ្ចឹងទៅតែក្រោយខ្នងអីហ្នឹងយើងចង់ប្រើទំនិញវាស្ទើរដាច់ខ្យល់អីរបៀបចឹងវាចង់មានអីអញ្ចឹងហ្នឹងគ្រាន់តែបដូរពីអក្សរថៃទៅជាអក្សរខ្មែរទៅរបៀបអញ្ចឹងអាចញ៉ាំបានយ៉ាងងាយស្រួលប្រើបានយ៉ាងងាយស្រួលអីអញ្ចឹងទៅព្រោះថ្ងៃហ្នឹងចិត្តហ្នឹងចង់ប្រើរបស់ថៃស្ទើរដាច់ខ្យល់អីវានិយាយអញ្ចឹងណាវានិយាយបែបលក្ខណៈថាមើងងាយយើងដែលលក្ខណៈថាយើងអត់ clean របស់វារបៀបថាព្រមមិនប្រើរបស់វាអត់បានណារបៀបអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់កំពុងតែបន្តគ្រប់គ្រងក៏ដូចជាប្រើប្រាស់ទំនិញសៀមសូមភ្លឺភ្នែកឲ្យកាន់តែច្បាស់ជាងមុនបន្ថែមទៀតទៅណាវានិយាយមើលងាយសពគ្រប់បែបយ៉ាងវាថាឲ្យសពគ្រប់បែបយ៉ាងហើយអញ្ចឹងឈប់បានឈប់ទៅអ្នកទាំងអស់គ្នាខ្ញុំតែងតែដាស់តឿនអ្នកទាំងអស់គ្នារហូតក្នុងវីដេអូរបស់ខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាចេះឈឺដូចជាខ្ញុំអីចឹងទៅព្រោះខ្ញុំរងថ្ងៃខ្ញុំមើលព័ត៌មានថៃគឺខ្ញុំឈឺណាស់អ្នកទាំងអស់គ្នាអើយឃើញអញ្ចឹងម្ដងចង់តែចូល comment ទៅជេរទៅថាឲ្យប៉ុន្តែរបៀបថាបើវាឈួតឲ្យវាឈួតតែវាទៅរបៀបខ្ញុំអញ្ចឹងរងថ្ងៃខ្ញុំគិតអញ្ចឹងណាក្នុងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះអរគុណច្រើនជួបគ្នាក្នុងคลิปវីដេអូក្រោយបាយបាយ